បាទជម្រាបសួរអ្នកទាំងអស់គ្នានៅក្នុង channel YouTube នេះខ្ញុំបានទុកវាចោលយូរណាស់ហើយខាងធ្វើវីដេអូឥឡូវនឹកឃើញចង់ធ្វើវីដេអូវិញឥឡូវយកនេះអ្នកទាំងអស់គ្នានឹងគេហៅនិយាយទៅគេហៅដុំ power supply តូចឬក៏ដុំម៉ូតូតូចតែសម្រាប់យើងយកមកកែទៅលើដាក់ចំនួនទៅលើម៉ាស៊ីនបតកៅអៅឬក៏បតម៉ាស៊ីនជែកទូទឹកកកអីហ្នឹងយើងយកមកកែទៅតាមតម្រូវការដែលជាងគាត់កែអញ្ចឹងណាឥឡូវខ្ញុំយកវាមកឆ្កឹះថតជាវីដេអូអញ្ចឹងឆ្កឹះវានិយាយទៅតែហ្នឹងវាថ្មីណាខ្ញុំយកឆ្កឹះជ័រវាអស់ពេលដែលខ្ញុំឆ្កឹះជ័រវាអស់ហើយខ្ញុំនឹងចាប់ផ្ដើមដកគ្រឿងវាចេញអស់ទៅរួចហើយខ្ញុំនឹងរៀបវាបញ្ចូលទៅវិញចង់ដឹងថាវាពេលដែលយើងដោះវាហើយវាដាក់ទៅវិញមានដំណើរការអត់អានេះបើដាក់ខុសផ្ទុះបែកភ្នែកហ្មងបែកភ្លើងព្រាហ្មងអញ្ចឹងឥឡូវនេះខ្ញុំកំពុងធ្វើការដោះវាឆ្កឹះជ័រវាចេញឲ្យវាស្អាតមកវាក៏ទៅបតនឹងស្អាតគេធ្វើមកតម្លៃបតនិយាយទៅអាហ្នឹងបោះចិនខ្ញុំកំងពីចិនមកហើយតម្លៃវាធូរថ្លៃតែវាធ្វើល្អអ្នកទាំងអស់គ្នាវាស្រោបជ័រវាស្រោបថង់ហើយវាទៅមើលទៅវាមាំមកឆ្កឹះអត់ចង់បានទេតែឃើញអត់ឆ្កឹះអត់ចង់បានទេវាស្រោបថប់ជ័រហើយវាស្រោបថង់ពីលើទៀតវាអ៊ុតថង់ពីលើទៀតហ៎ឆ្កឹះអត់ចង់បានទេឥឡូវខ្ញុំនឹងអង្គុយឆ្កឹះវាអស់សិនហើយបើសិនជាអ្នកនរគ្នាបានឃើញវីដេអូនោះសូមជួយ Subscribe នៅលើ Channel YouTube ខ្ញុំម្នាក់មួយផងហើយ Page ក៏ម្នាក់មួយដែរមកហើយឲ្យមេដៃម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំធ្វើវីដេអូតទៀតអញ្ចឹងណាតែតាមពិតទៅធ្វើនៅវីដេអូក្នុង YouTube នោះវាមិនបានលុយអីប្រហែលទេនិយាយទៅវាគិតឲ្យយើងតិចតែនឹកឃើញចង់ធ្វើជាធ្វើទៀតទៅខ្ញុំខានធ្វើយូរខ្ញុំទុក Channel នេះចោលយូរណាស់ហើយទុកចោលយូរណាស់ឥឡូវនឹកឃើញយកមកធ្វើវាចោលទៀតនិយាយទៅបើសិនជាយើងមានបតប្រភេទអញ្ចឹងខូចយើងចង់ជួសជុលវាយើងត្រូវតែឆ្កឹះអញ្ចឹងដែរណាឆ្កឹះជ័រឆ្កឹះអីវាស្អាតអញ្ចឹងទៅបើវាខូចអ៊ីសេភ្លើងដូរអ៊ីសេភ្លើងវាចេញទៅណាហើយនៅឃើញអ្នកនរគេឃើញកន្លែងនេះឃើញវាដាក់12 V ដាក់5 V ដាក់ម៉ាស់ដែរយើងមើលអញ្ចឹងទៅហើយបើនិយាយទៅអាបតហ្នឹងបើសិនជាខ្មែរយើងក៏អាចធ្វើបានដែរបើមានរោងចក្រផលិតយកតែគ្រឿងពីគេមកអញ្ចឹងមកយកមកផ្គុំយកនៅស្រុកខ្មែរបានដែរមានពិបាកអីកម្មជាជនខ្មែរយើងការងារប៉ុណ្ណឹងធ្វើបានមានពិបាកស្អីកុំឲ្យគ្រឿងច្រើនជាងហ្នឹងបើសើគ្រឿងត្រឹមប៉ុណ្ណឹងអត់ពិបាកទេជាជនខ្មែរយើងអាចធ្វើបានទេគាត់ទៅដាក់កងដងចាក់កាវជាអីនឹងដាក់កងដងដាក់រេស្តង់តូចផ្សារនឹងក្បាលមុនយើងធម្មតាគឺធ្វើបានគឺអត់បញ្ហាថាធ្វើមិនកើតទេគឺធ្វើបានហ្មងវាមានអីប៉ុណ្ណឹងមានស្អីមើលមានតែប៉ុណ្ណឹងហ្នឹងហើយដល់ពេលយើងនៅស្រុកខ្មែរយើងអត់មានអីទិញកំងតែពីចិនមកហ្នឹងនៅស្រុកខ្មែរយើងមកចេះផលិតអាហ្នឹងទៀតអីហ្មងស្រុកខ្មែរយើងបើនិយាយទៅស្រុកខ្មែរយើងយកឧបករណ៍យកមកតម្លើងស្រុកខ្មែរគឺខ្មែរយើងអាចធ្វើបានគ្រឿងអេឡិចនិកអញ្ចឹងគឺចឹងដូចគ្នាដែរគឺអាចធ្វើបានហ្មងខ្ញុំថាកូនខ្មែរយើងធ្វើមិនបានបាច់ចាំតើអ្នករៀនច្រើនមិនធ្វើបានទេមិនត្រឹមតម្លើងអញ្ចឹងអីដាក់យោតដាក់រេស្តង់អីហ្នឹងអ្នកធម្មតាយើងធ្វើបានទាំងអស់គឺអាចតម្លើងបានហ្មងអត់មានពិបាកទៅរៀនសាលាបច្ចេកទេសស្លាយទេតែមានអីអាណាដាក់ស្នាប់ដាក់ទៅអាណាដាក់កងដងដាក់ទៅអាណាដាក់រេស្តង់ដាក់ទៅអាណាដាក់យោតដាក់អីទៅអាណាដាក់អ៊ីសេទៅមានអីប៉ុណ្ណឹងនឹងមានស្អីខ្មែរយើងធ្វើបានហ្នឹងទៅមិនដឹងយើងនៅខ្មែរយើងមានរោងចក្រផលិតអត់តែបើការខ្ញុំនៅធ្វើការគឺកន្លែងគាត់ប្រហែលគាត់កន្លែងគាត់បិទដែរគឺយើងតម្លើងទូទាស់នៅស្រុកខ្មែរយើងអាទូរទស្សន៍អ្នកទាំងអស់គ្នាស្រុកឃើញហ្នឹងអាទូរទស្សន៍សបកសគេហៅគូតប៉ោងគូតអីហ្នឹងមុនដំបូងហ្នឹងអាសបកសហ្នឹងតម្លើងនៅខ្មែរយើងតើអាសបកវាហ្នឹងចាក់ពុំនៅខ្មែរយើងហ្នឹង
តែម៉ាស៊ីនវាហ្នឹងយើងបូតវាហ្នឹងយើងទិញពីចិនមកតែបើសបកកគូតវាហ្នឹងគឺចាក់នៅខ្មែរយើងទេហើយកញ្ចក់វាគឺគេយកអាកញ្ចក់ទូជុះយើងហ្នឹងជាកញ្ចក់ទូដោះយកកញ្ចក់វាហ្នឹងយកមកដាក់ជាមួយអញ្ចឹងណាហើយបន្ទាប់មកបានទូអាស្រាងខ្មៅយើងហ្នឹងទូចិនហ្នឹងទូហ្នឹងចាក់សបកចៃនៅខ្មែរហ្នឹងហើយបាទកញ្ចក់ត្រឹមកញ្ចក់តូចអា12អ៊ីង14អ៊ីងអី17អ៊ីងហ្នឹងអាកញ្ចក់ monitor យើងជុះគេដោះយកកញ្ចក់វាហ្នឹងមកយកមកតម្លើងជាមួយនឹងអាសបកទូហ្នឹងទៅហើយការងារអត់ហ្នឹងសិតតែក្មេងៗធ្វើហ្នឹងស្រីធ្វើហ្នឹងអ្នកអត់ចេះអីសោះក៏អាចធ្វើបានដែរដាក់ចាប់កញ្ចក់ទៅចាប់ឧបល័រទៅខ្លះដាក់សបកដាក់ក្របមូចៅមួយអូធ្វើមកចប់ធ្វើបានទាំងអស់មកទូដល់ភាគច្រើនយើងហៅថាទូចិនហ្នឹងតែពិតទូហ្នឹងធ្វើនៅខ្មែរទេតែឥឡូវមានទូចេញពីចិនមកទៀតពីមុនអត់ទេតែឥឡូវដោយសារតែការដឹកជញ្ជូនរបស់យើងវាងាយស្រួលអញ្ចឹងទៅគេកំងទូចេញពីក្រុមហ៊ុនចិនមកផ្ទាល់ហ្មងតែមានទូខ្លះនៅតម្លើងនៅខ្មែរយើងដែរតម្លើងនៅខ្មែរយើងឯងទិញសបកទិញអីមកទិញកញ្ចក់ទិញអីមកតម្លើងនៅខ្មែរយើងទេទូចិនតែឥឡូវហ្នឹងខ្ញុំខានធ្វើការយូរហើយតែមិនដឹងទៅជាយ៉ាងម៉េចគេតម្លើងមិនអីមិនទៀតលេងដឹងអត់បាទអញ្ចឹងចាំមើលទៅពេលខ្ញុំឆ្កឹះនិយាយរឿងយើងវិញចាំមើលទៅពេលខ្ញុំឆ្កឹះអានឹងអស់ហើយខ្ញុំនឹងដោះទាំងអស់ដោះវាចេញទាំងអស់ហើយខ្ញុំនឹងរៀបចូលទៅវិញហើយចាំមើលដាក់ទៅវាដំណើរការហើយអត់ហើយបើអ្នកទាំងអស់គ្នាពេញចិត្តកុំភ្លេចជួយ subscribe channel អ្នកមួយផង subscribe channel និយាយមិនត្រូវហើយនឹងឲ្យមេដៃអ្នកមួយផងជាកម្លាំងចិត្តដើម្បីធ្វើវីដេអូតទៀតអញ្ចឹងណាខ្ញុំមានអីប្លែកអីចឹងចង់យកមកដោះយកមកឲ្យអ្នកទាំងអស់គ្នាមើលខ្ញុំនឹងធ្វើទៀតអញ្ចឹងណាអត់សូវប៉ិននិយាយអ្នកនរគ្នាអើយនិយាយទៅរៀងតតិត្រៈតិចហើយការនៅធ្វើការជាមានពេលថតវីដេអូថតអីគេឲ្យអ្នកទាំងអស់គ្នាបានមើលកន្លែងធ្វើការកន្លែងអីចឹងទៅឥឡូវឈប់ធ្វើការយូរហើយ channel នេះក៏ទុកចោលយូរតែឥឡូវនៅឃើញយកមកធ្វើវីដេអូដាក់បន្តិចវិញហើយសប្តាហ៍នេះខ្ញុំឈប់ពីមុនខ្ញុំធ្វើជាងទូជាងញ៉ៃជាងធំបាសអីហ្នឹងតែឥឡូវឈប់ធ្វើហើយឥឡូវមកធ្វើជាងម៉ាស៊ីនបោកកៅអៅមកឲ្យទូទឹកកកម៉ាស៊ីនជែកវិញអញ្ចឹងម៉ាស៊ីនជាអ្នកទាំងអស់គ្នាមានបញ្ហាម៉ាស៊ីនបោកកៅអៅឬទូទឹកកកឲ្យអាចតំណងតាមលេខទូរស័ព្ទមកខ្ញុំដាក់លេខទូរស័ព្ទឲ្យលេខ Telegram ក៏លេខហ្នឹងដែរហើយតំណងមកសាកសួរយោបល់ក៏បានអត់អីអត់បញ្ហាទេចង់សួរថាម៉ាស៊ីនបោកកៅអៅខ្ញុំចេះម៉ាស៊ីនជែកខ្ញុំចេះមិនអីចង់ដឹងតែបញ្ហាវាខូចអីចាំខ្ញុំប្រាប់អត់បញ្ហាទេអាចឆានមកតាមលេខហ្នឹងកំទេមកលេខហ្នឹងក៏បានតាម Telegram បានអត់មានបញ្ហាអាចសាកសួរព័ត៌មានបានអញ្ចឹងណាហើយបើសិនជាសាកសួរទៅចង់ឲ្យខ្ញុំទៅធ្វើឲ្យទៅជាម៉ាស៊ីនជាទូទឹកកកម៉ាស៊ីនបោកកៅអៅអីហ្នឹងបើសិនជាអ្នកទាំងអស់គ្នាមានបញ្ហាអាចតំណងមកខ្ញុំអញ្ចឹងទៅខ្ញុំអាចជួសជុលឲ្យបានតែបើធ្វើធ្វើអីហ្នឹងឈប់ធ្វើហើយទូញ៉េរយោអីឈប់អំភ្លីយើងក៏ឈប់ធ្វើដែរនិយាយទៅចោលហើយមកយើងមិនចោលទេគាត់ថាយើងរងថ្ងៃហ្នឹងយើងឈប់ធ្វើណាឈប់ធ្វើអាការងារហ្នឹងណាមកធ្វើតាមសិនមកកៅអៅធ្វើអីវិញអញ្ចឹងណា